ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំមកពីក្រុមទី1ថ្ងៃនេះខ្ញុំមកនិយាយអំពីមេរៀនទី4ផ្សិតចូលមកដល់1រូបគុំផ្សិតមានច្រើនបែបយ៉ាងចាប់ពីឯកកោសិការហូតដល់ពហុកោសិកាផ្សិតទាំងអស់បង្កើតឡើងពីកោសិកាដែលរុំព័ទ្ធជុំវិញដោយភ្នាសគ្រោងផ្សិតមានរូបរាងខុសៗគ្នាអាស្រ័យនឹងការទម្រាបអ៊ីបរបស់វាហើយចូលមកដល់រូបនេះរូបគុំរបស់ផ្សិតវាមានមួកបន្ទះដើមអ៊ីបហើយប៉ុណ្ណឹងគេហៅវាថាកន្សោមស្ពរហើយខាងក្រោមគេហៅថាអ៊ីបផ្នែកខាងក្រោមដីចូលមកដល់2តួនាទីរបស់ផ្សិតក្នុងធម្មជាតិផ្សិតដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកនិងបង្កើតវដ្តរូបភាពនៅលើផែនដីផ្សិតមិនត្រឹមតែជាប្រភពដ៏សំខាន់នៃជីវជាតិជាច្រើននោះទេប៉ុន្តែវាក៏ជួយទៅដល់ប្រព័ន្ធភាពផ្សំឲ្យធ្វើការខ្លាំងដែរផ្សិតមិនត្រឹមតែជាបន្លែធម្មតានោះទេប៉ុន្តែវាគឺជា Superfood ដែលផ្ដល់ទាំងរសជាតិនិងការព្យាបាលផ្សិតត្រូវបានគេយកមកប្រើប្រាស់ជាឱសថរាប់ពាន់ឆ្នាំមកហើយជាពិសេសនៅក្នុងវិទ្យាសាស្ត្របុរាណចិននិងអាស៊ីក្នុងសម័យទំនើបគេស្រាវជ្រាវឃើញថាផ្សិតមានសារធាតុសកម្មដែលអាចយកទៅផលិតជាថ្នាំព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាពផ្សិតមានគុណសម្បត្តិជាថ្នាំប៉ុន្តែអ្នកមិនគួរស្វែងរកផ្សិតព្រៃមកធ្វើជាថ្នាំដោយខ្លួនឯងដោយគ្មានការបែងចែកច្បាស់លាស់នោះទេព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតនិងមានអត្ថប្រយោជន៍ជួយដល់សារធាតុចិញ្ចឹមដែលរាងកាយត្រូវការជាតិសរសៃប្រូតេអ៊ីនវីតាមីននិងជាតិរ៉ែការពារនិងការទប់ស្កាត់ជំងឺជួយសម្រាប់សម្រស់និងរាងកាយសម្រក់ទម្ងន់និងសុខភាពស្បែកទោះបីជាផ្សិតមានប្រយោជន៍ច្រើនប៉ុន្តែអ្នកត្រូវប្រយ័ត្នចំពោះផ្សិតពុលគួរទទួលទានតែផ្សិតណាដែលអ្នកស្គាល់ច្បាស់ឬផ្សិតដែលគេលក់នៅលើទីផ្សារដែលមានសុវត្ថិភាពប៉ុណ្ណោះចូលមកដល់3វដ្តជីវិតរបស់ផ្សិតហើយការបន្តពូជដោយឥតភេទការបន្តពូជដោយឥតភេទផ្សិតផលិតស្ពរនៅក្នុងស្ពររងនៅពេលស្ពរធ្លាក់ចំកន្លែងមានលក្ខខណ្ឌប្រកបវាក៏លូតលាស់ទៅជាផ្សិតថ្មីចំណែកដំបែបន្តពូជដោយឥតភេទតាមរយៈការចេញពន្លកហើយនេះគឺជាការបន្តពូជដោយឥតភេទរបស់ស្ពរនៅក្នុងស្ពររង13.2ការបន្តពូជដោយភេទការបន្តពូជដោយភេទក្នុងលក្ខខណ្ឌមិនសមប្រកបផ្សិតបន្តពូជដោយភេទផ្សិតគ្មានញីឈ្មោះទេតែវាមានអ៊ីបពូជវិជ្ជមាននិងអ៊ីបពូជអវិជ្ជមានកាលណាកោសិកាអ៊ីបនៃពូជវិជ្ជមាននិងពូជអវិជ្ជមាននៃផ្សិតតែមួយឬផ្សិតផ្សេងគ្នាគង់ប៉ះគ្នាភ្នាសកោសិការបស់វាក៏រលាយចូលគ្នាបង្កើតបានកោសិកាមានវាយយោ2ហើយនេះការបង្កើតបានជាផ្សិតចម្បងផ្សិតហើយបន្តមកទៅជាស្ពតធ្លាក់ហើយមានពូជបោកនិងពូជដកហើយបន្ទាប់មកលូតលាស់ដោយ
អ៊ីបទៅជាអ៊ីបហើយអ៊ីបជួបនឹងបញ្ចូលគ្នាមីសេយ៉ូមតបមកបានជាពើកអ៊ីបហើយបង្កើតបានជាកូនផ្សិតចូលមកដល់4លីកែនកើតឡើងពីផ្សិតនិងសារ៉ាយឬបាក់តេរីស្បែកជីបដែលរស់នៅរួមគ្នាក្នុងទំនាក់ទំនងសហប្រាណមួយគេតែងហៅលីកែនថាជាសារពាង្គកាយត្រួសត្រាយព្រោះវាជាសារពាង្គកាយទីមួយដែលកើតឡើងនៅលើថ្មក្នុងតំបន់ក្រោយពេលមានបន្ទុះភ្នំភ្លើងឬភ្លើងឆេះលីកែនក៏មានប្រយោជន៍ផងដែរគេប្រើជាអាំងឌីកាទ័រសម្រាប់ចង្អុលបង្ហាញនៃកង្វក់ខ្យល់ជាចុងក្រោយសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានស្ដាប់ខ្ញុំបកស្រាយសូមអរគុណ